ជំរាបសួរលោកគ្រូខ្ញុំឈ្មោះណយពិសិដ្ឋនេះការងាររបស់ midterm ទី3ដែលយកការងារទី1យកមកcombine បញ្ចូលគ្នាអញ្ចឹងយើងទី1ត្រូវមានទី1ដើម្បីគឺត្រូវបង្កើតinstall Ubuntu server នៅក្នុងVMware អញ្ចឹងយើងដាក់ឈ្មោះវាថា Ubuntu server បន្ទាប់មកយើងទៅ browse file ដែលយើងទុកកន្លែងនេះយើង set ថា use file ISO ដល់កន្លែងនេះយើងត្រូវសេរីកន្លែង boot option តិចដោយហ៊ុញ CD-ROM ឡើងលើតមក select យក CD-ROM continue ហើយយើងដល់កន្លែងដែលយើងត្រូវដាក់ឈ្មោះអញ្ចឹងយើងដាក់ឈ្មោះខ្ញុំមកណយពិសិដ្ឋ
ចឹងដល់កន្លែងហ្នឹងមានថាយើងបង្កើតបានជោគជ័យហើយយើងដាក់ឈ្មោះ user ដែលយើងដាក់មិញមក user ដើម្បីដាក់ login ហើយយើងដាក់ password អញ្ចឹងពេលយើង set user password ហើយយើងដាក់ who I am មកអញ្ចឹងវាចេញឈ្មោះយើងហើយ who I am ដដែលជំរាបសួរលោកគ្រូនេះសម្រាប់ការងារទី2 comment update upgrade create folder ហើយនិង create folder TXTអញ្ចឹងនេះ comment សម្រាប់បង្កើត folder mkdir តោះមកយើងដាក់ឈ្មោះ folder ដែលយើងចង់បង្កើត ls មានន័យថា show folder ដែលយើងបានបង្កើតហើយ touch មានន័យថាជាបង្កើត file txt អញ្ចឹងយើងដាក់ឈ្មោះហើយដាក់ដល់ txt ពេលយើង list ដែរមកឃើញមាន folder ហើយនិង file txt
ជំរាបសួរលោកគ្រូខ្ញុំឈ្មោះណយពិសិដ្ឋមកពីក្រុម SU5 នេះការងារទី4និយាយពី hardware អញ្ចឹងដើម្បីភីងបានយើងឆែកមើល IP បន្ទាប់មកបានយើងបើក PowerShell បន្ទាប់មកដើម្បីភីងបានយើងវាយ SSH ហើយយើងវាយ username របស់យើងបន្ទាប់មក add ហើយយើងវាយជាមួយនឹង IP address របស់យើងIP address ហើយយើងវាយ password មកបន្ទាប់មកចូលអញ្ចឹង command ទី1របស់យើង ls icpu អញ្ចឹងដើម្បីឆែកមើលទិន្នន័យរបស់ CPU របស់យើងអញ្ចឹង CPU មាន Core i5 ជំនាន់ទី12មាន CPU 6 core ហើយនឹងមាន cache ហើយសិតតែទិន្នន័យរបស់ CPU តោះមកឆែកមើល Xtop ដើម្បីមើលថាឥឡូវ CPU ហ្នឹងកំពុងតែដំណើរការលើកម្មវិធីណាខ្លះលើ user ណាខ្លះតោះមកយើងឆែកមើល memory ថាក្នុង CPU ហ្នឹងវាប្រើអីអស់ខ្លះប្រើ472 មេហើយនៅសល់ 3G ជាងចឹងទៅតោះមក command មួយទៀតនេះយើងវាយ df.h អញ្ចឹងវាបង្ហាញទិន្នន័យមកថែមអញ្ចឹង command ចុងក្រោយរបស់យើងចង់ shutdown sudo shutdown /r now តោះមកយើងវាយ password ជំរាបសួរលោកគ្រូខ្ញុំមកពីក្រុម SU5 assignment ទី5និយាយពីការ zip folder អញ្ចឹងដោយសារតែមុនហ្នឹងខ្ញុំបានបង្កើត folder ច្រើនតែហើយអញ្ចឹងខ្ញុំឆែកហើយឃើញមានច្រើនអញ្ចឹងខ្ញុំបង្កើតថ្មីថែមមួយទៀតដែលដាក់ឈ្មោះថា A3 អញ្ចឹងពេលយើង ls មកនោះឃើញ A1 A2 ហើយ folder A3 ជា folder ដែលខ្ញុំទៅបង្កើតមិញអញ្ចឹងយើង zip A3 អញ្ចឹងយើងត្រូវវាយ command zip /r a3.zip តោះមកយើងដាក់ឈ្មោះ A3 អញ្ចឹង adding A3 store តោះមកយើងឆែក ls ភាសាទៀតឃើញ folder A3 ហើយនឹង
a3.zip អញ្ចឹងយើង unzip វិញយើង type unzip a3.zip ហើយយើងដាក់ឈ្មោះ folder ដែលយើង unzip ហើយហ្នឹងដាក់ a3 copy អញ្ចឹងយើងបាន unzip ហើយដែលឈ្មោះថ្មីវាគឺ folder a3 copy អញ្ចឹងយើង folder ទៀតគឺថាអញ្ចឹង tao/cvs a3.tao ហើយយើងដាក់ឈ្មោះ a3 ចេញពី folder a3 អញ្ចឹង a3 បានបង្កើតទៀតហើយអញ្ចឹងយើង ls មើលថែមទៀតបីខុសអញ្ចឹងយើងឃើញ folder មួយទៀតហើយ a3.tao ហើយនៅចុងហ្នឹង a3.zip ជំរាបសួរលោកគ្រូខ្ញុំឈ្មោះណយពិសិដ្ឋមកពីក្រុម SU5 នេះការងារ midterm ទី1ដែលនិយាយតទៅជាមួយនឹង user management អញ្ចឹងយើងត្រូវ ping ដែលប្រើ SSH ទៅមកដាក់ username យើងណយពិសិដ្ឋហើយយើងដាក់ IP address ដើម្បីឆែក IP address យើងវាយ IPA ទៅមកយើងបើក PowerShell វិញហើយវាយតាម IP address ដែលបង្ហាញលើហ្នឹងពេលឃើញ user យើងហើយអញ្ចឹងយើងត្រូវ add user បន្ថែមទៀតដែលប្រើ command sudo user add /m/s ហើយយើងដាក់ bin bus តមកយើងដាក់ user name ថ្មីរបស់យើងខ្ញុំសិត2ដាក់ហើយអញ្ចឹងខ្ញុំដាក់ user name មួយទៀតឈ្មោះសិត3បន្ទាប់មកវាឲ្យយើងវាយ password ហើយអញ្ចឹងយើងបង្កើតបានជោគជ័យហើយតមកយើងវាយ command sudo password អញ្ចឹងមានថាវាឲ្យយើងដូរ password អញ្ចឹងយើងដូរ password បានជោគជ័យហើយនៅពេលយើងបង្កើត user បានជោគជ័យហើយយើង exit ចេញមកវិញនៅពេលដែលយើង exit ហើយយើងសាក login ជាមួយនឹង user ដែលយើងទៅបង្កើតបានមិញអញ្ចឹងសម្រាប់ IP យើងវាយ IP ដដែលមកនៅពេលដែលវាយ IP password ហើយអញ្ចឹងយើងមើលថាថ្មីមកយើងមានន័យថាឃើញសិត3ហើយអញ្ចឹងមានន័យថាយើងបង្កើតហើយនឹង login ចូល user មួយទៀតនឹងបានជោគជ័យហើយនៅពេលដែលយើងបង្កើត user បានជោគជ័យហើយយើងសាកបង្កើតជាមួយនឹង folder ដែលនៅក្នុង user ហ្នឹងយើងដាក់ mkdir តមកយើងដាក់ឈ្មោះ user ដែលយើងចង់បង្កើតមកអញ្ចឹងខ្ញុំដាក់ set3_folder អញ្ចឹងយើងឆែក atlas មកថាយើងឃើញមានអី folder ដែលយើងទៅបង្កើតមិញ
តមកយើងក៏ log out exit ដើម្បី log out ចេញហើយយើងសាកទៅ login សារថ្មីជាមួយនឹង user ណយពិសិដ្ឋពីដំបូងនេះវិញអញ្ចឹងយើងសាក login ជាមួយនឹង user ណយពិសិដ្ឋយើងសាថ្មីបន្ទាប់មកយើងវាយតើមកយើងវាយ CAT ប្រវត្តិ ETC ហើយនឹង passwd ជំរាបសួរលោកគ្រូនេះការងារសម្រាប់ midterm ទី2ដែលនិយាយពីgroup management អញ្ចឹង comment សម្រាប់បង្កើត group យើងប្រើ sudo group add ហើយយើងដាក់ឈ្មោះ group ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំដាក់ឈ្មោះ group developer ហើយដាក់ត្រូវទៅវាយ password សិនតោះមកយើងចង់ដឹងថាវាបង្កើតបានជោគជ័យអត់អញ្ចឹងយើងត្រូវ check ដែលប្រើ command get 10 group អញ្ចឹងយើងឃើញអី developer ថា group ដែលយើងបានបង្កើតហើយមុនហ្នឹងអញ្ចឹងយើងត្រូវបង្កើត group 2ទៀតមក sudo group add ដដែលហើយយើងដាក់ខ្ញុំក្រុមទៀតខ្ញុំប្រើឈ្មោះថា UI ហើយនឹងក្រុមមួយទៀតខ្ញុំប្រើឈ្មោះថា group add ប្រើ dev ចុះ dev អញ្ចឹងយើងប្រើ command ដើម្បីចែកទៀត get 10 group អញ្ចឹងយើងឃើញខាងក្រោម3ហ្នឹងជា group ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតគ្រប់ហើយយើងត្រូវប្រើ command ដើម្បីបង្កើត file txt នៅក្នុងហ្នឹងអញ្ចឹងខ្ញុំបង្កើត file text មួយដែលដាក់ឈ្មោះស្តៀងដាក់ឈ្មោះ user ដែរដាក់ឈ្មោះ developer.txt ui.txt ហើយក្នុង folder មួយទៀត dev.txt អញ្ចឹងនៅពេលដែលយើងបង្កើតអស់ហើយយើងប្រើ command ដើម្បី check ថាមាន folder ហើយអស់ហើយមិនខុសអញ្ចឹងឥឡូវយើងបង្កើត folder បង្កើតដាក់755ម្ដងអញ្ចឹងយើងបង្កើត dev.txt ហើយនឹង ui.txt ដូចគ្នាតែបង្កើតចេញពី755នៅពេលបង្កើត3នឹងហើយអញ្ចឹងយើងប្រើ command check មកថាយើងបង្កើតបានជោគជ័យអត់អញ្ចឹងយើងឃើញថាយើងបង្កើតបានជោគជ័យហើយ ui.txt ហើយនឹងមួយនេះគឺជា command ដែលបង្កើតសម្រាប់បង្កើត user ដើម្បីដាក់ទៅក្នុងក្រុមដែលយើងបានបង្កើតពីដំបូងអញ្ចឹងយើងដាក់ user ដាក់នៅក្នុងក្រុម UI ហើយឈ្មោះ user ហ្នឹងខ្ញុំដាក់ថា UI user
បន្ទាប់មកខ្ញុំ set password ទៅឲ្យវាអញ្ចឹងយើងបង្កើត user នៅក្នុងក្រុមហើយយើងបានដាក់ password ឲ្យវាអញ្ចឹងយើងបង្កើត user និង password ហើយនៅពេលដែលយើងបង្កើត user ហើយបន្តមកឥឡូវនេះយើងដល់វគ្គដែលត្រូវបង្កើត file txt ម្ដងនៅក្នុង folder UI អញ្ចឹងនៅពេលដែលយើងបង្កើតបានជោគជ័យហើយយើងឆែកមើលថាfile ហ្នឹងវាយើងបង្កើតបានជោគជ័យឬក៏អត់អញ្ចឹង ls/l ui .txt នេះអញ្ចឹងមានថាយើងបង្កើតបានជោគជ័យអី user នៅពិសិដ្ឋហ្នឹងអាច access ចូល file ហ្នឹងបាន